បាទជំរាបសួរទៅដល់លោកគ្រូអ្នកគ្រូក៏ដូចជាសិស្សានុសិស្សទាំងអស់គ្នាបាទឥឡូវមកធ្វើការទស្សនាជាមួយខ្ញុំបាទជាមួយទៅនឹងចំណោទមួយចំណោទទី1ដែលគេនិយាយថាចតុកោណកាយមួយមានទទឹង7ដេស៊ីម៉ែត្រ5សង់ទីម៉ែត្រ8មីលីម៉ែត្រនិងបណ្ដោយ1.2ម៉ែត្រគណនាប្រវែងជុំវិញចតុកោណកាយនោះគិតជាម៉ែត្រអញ្ចឹងចំណោទមួយនេះគឺគេឲ្យយើងគិតជាម៉ែត្រដោយមានចតុកោណកាយហ្នឹងមានទទឹងហើយនឹងបណ្ដោយអញ្ចឹងកុំឲ្យខាត់ពេលវេលាយូរតោះទៅទស្សនាជាមួយខ្ញុំទាំងអស់គ្នាចឹងនៅចំណុចទី1គឺយើងរកប្រវែងជុំវិញចតុកោណកាយគិតជាម៉ែត្រតោះអញ្ចឹងពុកម៉ែបងប្អូនមើលទាំងអស់គ្នាបាទអញ្ចឹងប្រវែងដោយក៏ដូចជាប្រវែងទទឹងគឺគេប្រាប់ហើយអញ្ចឹងគេឲ្យរកប្រវែងជុំវិញចតុកោណកាយនេះអញ្ចឹងយើងយកលេខទាំងអស់នេះយើងបូកបញ្ចូលគ្នាតែម្ដងបាទ1.2ម៉ែត្របូកជាមួយនឹង1.2ម៉ែត្រហើយយើងបូកជាមួយនឹងដេស៊ីម៉ែត្រនេះអត់បានទេអញ្ចឹងយើងត្រូវតែបំបែកຂະຫນាតវាទៅជាម៉ែត្រអញ្ចឹង7ដេស៊ីម៉ែត្រ5សង់ទីម៉ែត្រនិង8មីលីម៉ែត្រអញ្ចឹងគឺវាស្មើទៅនឹងដោយតារាងរបស់យើងបានដឹងហើយថា1ម៉ែត្រស្មើនឹង1000មីលីម៉ែត្រអញ្ចឹងយើងប្របែកមកវាស្មើទៅនឹង0.758ម៉ែត្រអញ្ចឹងយើងអាចសរសេរបាន0.758បូកនឹង0.758ម៉ែត្រតោះអញ្ចឹងយើងទៅធ្វើប្រមាណវិធីទាំងអស់គ្នាដើម្បីធ្វើប្រមាណវិធីបូកចំនួនទស្សភាគនិងចំនួនទស្សភាគគឺយើងត្រូវរៀបលេខឲ្យត្រូវទៅតាមខ្ទង់ដោយមេរៀនពីមុនក៏យើងបានរៀនហើយអញ្ចឹងយើងរៀបលេខឲ្យត្រូវតាមខ្ទង់មកហើយចំនួនគត់ដាក់ឲ្យចំចំនួនគត់ចំនួនទស្សភាគដាក់ឲ្យចំចំនួនទស្សភាគអញ្ចឹងខ្ញុំសរសេរបាន1.2បូកជាមួយនឹង1.2បូកជាមួយនឹង0.758បូកជាមួយនឹង0.758បាទអញ្ចឹងខ្ទង់ដែលទំនេរនៅខាងក្រោយទស្សភាគគឺយើងត្រូវថែម0អញ្ចឹងនៅខាងក្រោយទស្សភាគទំនេរប្រមាណដល់តែ2ខ្ទង់អញ្ចឹងយើងត្រូវថែម0ចំនួន2ខ្ទង់អញ្ចឹងយើងបូកមក0បូកនឹង0 0 0បូកនឹង8 8 8បូកនឹង8គឺ16គឺយើងសរសេរលេខ6 10ប្រើទុក1 1បូកនឹង0 0 1បូកនឹង0នៅតែ1 1បូកនឹង5គឺស្មើ6 6បូកនឹង5គឺស្មើ11សរសេរលេខ11ដល់ប្រើទុក1 1បូកនឹង2 3 3បូកនឹង2 5 5បូកនឹង7 12 12បូកនឹង7ទៀត19សរសេរលេខ9 10ត្រាទុក1អញ្ចឹងចំណុចទស្សភាគគឺយើងដាក់ឲ្យចំចំណុចទស្សភាគបាទអញ្ចឹងយើងបូកបញ្ចូលគ្នាទៀតមក1បូកនឹង1 2 2បូកនឹង1ទៀត3 3បូកនឹង0ក៏នៅតែ3 3ថែម0ទៀតក៏នៅតែ3អញ្ចឹងចម្លើយរបស់វាគឺឃើញ3.916 3.916 ຂະຫນាតគិតជាម៉ែត្រអូខេ
ដូចនេះឬក៏ឆ្លើយថាយើងទៅសេមកដូចនេះបាទប្រវែងជុំវិញចាក់តុគឺស្មើ3916បាទសូមអធិស្ឋានទៅដល់ពុកម៉ែបងប្អូនផងចំពោះការសរសេរអក្សររបស់ខ្ញុំមិនបានស្អាតមិនបានត្រឹមត្រូវពេញលក្ខណៈបាទអញ្ចឹងយើងកណនីហើយយើងគូសុំឲ្យស្អាតសុំបែបនេះឲ្យស្អាតមកឬក៏យើងអាចឆ្នៃបានថែមសុំមួយទៀតគឺយើងផ្ដាច់ចំណោទនេះជាមួយនឹងស្លឹកសភៅតែម្ដងបាទអញ្ចឹងអានេះយើងអាចឆ្នៃមកបែបនេះឲ្យយើងនៅខាងក្នុងប្រអប់របស់យើងឲ្យមើលទៅកាន់តែទាក់ទាញអញ្ចឹងចំណោទទី1នៃសភៅទំព័រទី12គឺបានឈានចូលមកដល់ទីបញ្ចប់អញ្ចឹងសូមអរគុណសូមគោរពលាហើយបើសិនជាពេញចិត្តនៅវីដេអូរបស់ខ្ញុំមួយនេះកុំភ្លេចចុច Subscribe ហើយនឹងចុចសញ្ញាកណ្ដឹងផងដើម្បីឲ្យខ្ញុំបានផលិតវីដេអូថ្មីៗមានចម្ងល់អីក៏ដូចជាមតិរិះគន់អីផ្សេងៗអាច comment នៅក្នុងវីដេអូរបស់ខ្ញុំបានបាទសូមអរគុណសូមគោរពលា